ពេលបោកព្រឹត្តិការណ៍ស៊ីហ្គេមមានការរិះគន់ថាថៃរៀបចំអន់ប្រកួតកីឡាផ្សេងៗក៏ផ្ទុះការរិះគន់និងតវ៉ាការមិនពេញចិត្តជាខ្លាំងចំពោះលទ្ធផលជាមួយថៃទៀតបន្ទាប់ពីមានការរិះគន់ថាពិធីបោកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី33ឆ្នាំ2025របស់ថៃថារៀបចំអន់មកពេលនេះការប្រកួតកីឡាផ្សេងៗក៏មានការផ្ទុះការរិះគន់និងតវ៉ាការមិនពេញចិត្តជាខ្លាំងចំពោះលទ្ធផលដែលប្រទេសផ្សេងៗប្រកួតជាមួយនឹងម្ចាស់ផ្ទះថៃដោយសារតែការចាញ់ដោយមិនអស់ចិត្តព្រោះអាជ្ញាកណ្ដាលលំអៀងទៅខាងម្ចាស់ផ្ទះខ្លាំងពេកខណៈមានការទុះការតវ៉ាយ៉ាងខ្លាំងរហូតតម្រួតថៃចេញមកអន្តរាគមន៍ស្របពេលគ្រូបង្វឹកកីឡាបច្ចាសិលារបស់ប្រទេសម៉ាឡេស៊ីខឹងសម្បារហូតចង្អុលមុខគណៈកម្មការរៀបចំការប្រកួតភ្លាមនិងទាញសិស្សចេញពីកន្លែងប្រកួតតែម្ដងដោយសារតែការលំអៀងទៅលើកីឡាករនីម្ចាស់ផ្ទះថៃនេះបើតាមការបង្ហោះនៅលើបណ្ដាញសង្គម TikTok ឈ្មោះថា Leo Comment Actor គឺបង្ហាញពីការមិនពេញចិត្តចំពោះលទ្ធផលនិងការលំអៀងរបស់គណៈកម្មការទៅលើម្ចាស់ផ្ទះថៃជាខ្លាំងរហូតដល់មានការតវ៉ានិងមានចលាចលក្នុងបរិវេណប្រកួតថែមទៀតផងក្នុងវីដេអូចំនួន2នោះគឺមានការតវ៉ារហូតដល់តម្រួតថៃចេញមកសម្របសម្រួលនិងក្រុមការងារទាញភាគីតវ៉ាផ្សេងចេញទៅក្នុងសាលប្រកួតនោះស្ងប់ស្ងាត់ទៅវិញគេឃើញអ្នកគាំទ្រម្ចាស់ផ្ទះថៃហាក់មិនហ៊ានមាត់កអ្វីឡើយក្នុងពេលនោះនឹងបានត្រឹមឈរកាន់ទង់ជាតិនៅស្ងៀមប៉ុណ្ណោះចំណែកគ្រូបង្វឹកនិងគ្រូជំនួយរបស់កីឡាករនីម៉ាឡេស៊ីប្រតិកម្មខ្លាំងមែនទែនចំពោះការកាត់សេចក្តីអំឡុងពេលប្រកួតខ្លាំងរហូតចង្អុលមុខគណៈកម្មការរៀបចំនិងទាញសិស្សចេញមកភ្លាមមិនឲ្យនៅយូរនោះឡើយព្រោះស្អប់ខ្ពើមចំពោះការលំអៀងទៅលើម្ចាស់ផ្ទះថៃចំណែកការប្រកួតបាល់ទះក្នុងសាលផ្នែកនារីនៅវគ្គផ្ដាច់ព្រ័ត្ររវាងថៃនិងវៀតណាមក៏ផ្អើលក្នុងបណ្ដាញសង្គមផងដែរពិសេសគឺ TikTok តែម្ដងបើទោះជាលទ្ធផលបានបញ្ចប់ហើយក្តីប៉ុន្តែការមិនពេញចិត្តនិងមិនអស់ចិត្តលើគ្រាប់បាល់ចុងក្រោយដែលកាត់សេចក្តីឲ្យម្ចាស់ផ្ទះឈ្នះមេដាយមាសស្របពេលការប្រកួតនោះដូចជាមិនបង្ហាញវីដេអូសារឡើងវិញ Video Challenge នោះទេគ្រាន់តែអាជ្ញាកណ្ដាលទង់លើកបង្ហាញថាបាល់ចេញភ្លាមគ្រូបង្វឹករបស់ក្រុមបាល់ទះផ្នែកនារីវៀតណាមសម្ដែងការហួសចិត្តរហូតលើកមេដាយដាក់ចុះក្រោមរួចហើយលើកដៃមកសំពះអាជ្ញាកណ្ដាលកាន់ទង់ភ្លាមនោះទៀតផងនិងដាល់ចេញដោយហួសចិត្តបណ្ដាសារព័ត៌មានវៀតណាមនិង account TikTok វៀតណាមជាច្រើនបានបង្ហោះពីការហួសចិត្តចំពោះការកាត់សេចក្តីនៅគ្រាប់បាល់ចុងក្រោយនេះនិងមានការបង្ហាញអំពីការខកចិត្តជាខ្លាំងចំពោះការចាញ់ដោយមិនអស់ចិត្តក្នុងវគ្គដណ្ដើមមេដាយមាសស៊ីហ្គេមលើកទី33ដែលកំពុងធ្វើនៅប្រទេសថៃបញ្ចប់ការប្រកួតយ៉ាងតានតឹងរហូតដល់5សិតគឺថៃយកឈ្នះវៀតណាម3-2សិតដោយសិតចុងក្រោយពិន្ទុប្រដេញគ្នារហូត25-23នេះលើកយកត្រឹមតែពីរប្រភេទកីឡាប៉ុណ្ណោះមានការរិះគន់និងការមិនពេញចិត្តជាខ្លាំងចំពោះលទ្ធផលនិងការរៀបចំរបស់ម្ចាស់ផ្ទះថៃក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី33ឆ្នាំ2025ប៉ុន្តែក៏នៅមានការប្រកួតកីឡាផ្សេងទៀតដែលមានបញ្ហាចុះបងប្អូនយល់យ៉ាងណាដែរការរិះគន់ទៅលើប្រទេសថៃបែបនេះសូមចូលរួម comment និង share តាមការគួរ